បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចង់បង្ហាញដល់អ្នកគ្នាអំពីបញ្ហាមួយដែលទូរស័ព្ទអ្នកទាំងគ្នាអាចជួបជាមួយនឹងពេលដែលយើងខលទៅវាទៅតែ SIM មួយអញ្ចឹងដូចជាស្ដែងនេះនៅនេះមាន SIM 2អញ្ចឹងពេលដែលខ្ញុំចុចខលទៅគឺវា direct auto ទៅ SIM មួយតែម្ដងអញ្ចឹងដើម្បីទៅដោះស្រាយវិធីនេះអ្នកគ្នាអាចចូលទៅជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងអ្នកគ្នាចូលទៅក្នុងកម្មវិធី setting តើមកអ្នកគ្នាចូលកន្លែងពាក្យ mobile network ឬក៏កន្លែងអ៊ីនធឺណិតជាភាសាខ្មែរខ្ញុំជួយលើកនឹងតែម្ដងអ្នកគ្នាចូលកន្លែង call នេះកន្លែងពាក្យថា calling ដែលភាសាខ្មែរការហៅតើមកអ្នកគ្នាយកខាងក្រោមនេះគេដាក់ always ask មានន័យថាមុននឹង call សួរបាទជាមួយខ្ញុំចុច call មកទៀតនេះ SIM មាន2អញ្ចឹងយើងចង់ចុចទៅ SIM មួយណាក៏បានដែរសម្រាប់វីដេអូខ្ញុំមានប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់អាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានហើយសម្រាប់បងប្អូនដែលថ្មីៗកុំភ្លេចជួយ follow និង subscribe channel YouTube ខ្ញុំបានញ៉ាំមួយផងជាចុងក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា